ជាអំពីព្រឹត្តិការណ៍តែងសេចក្តីចូលអានអត្ថបទខាងក្រោមតើអត្ថបទនេះពណ៌នាអំពីអ្វីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃអាទិត្យមុនមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចផ្លូវកោងក្បែរសាលារៀនមួយមុនពេលកើតហេតុគេឃើញមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយមានបុរសម្នាក់បើកឡានសំទោម្នាក់បើកបរម៉ូតូពីលិចទៅកើតក្នុងល្បឿនលឿនលុះទៅដល់ចំណុចផ្លូវកោងហើយរអិលផងម៉ូតូក៏បានជ្រុលចង្កូតធ្លាក់ពីលើចិញ្ចើមផ្លូវរួចទៅបោកនឹងដើមឈើអ្នករស់នៅក្បែរនោះរួមទាំងអ្នកដំណើរបានស្ទុះទៅមើលហេតុការណ៍នេះក្រោយពេលកើតហេតុគេឃើញម៉ូតូត្រូវខូចខាតទាំងស្រុងរីឯអ្នកបើកបរវិញមានឈាមពេញខ្លួនដោយរងរបួសធ្ងន់ដេកសន្លប់ស្ដោកស្ដឹងអ្នកមួយសន្ទុះក្រោយមកគេឃើញមានកម្លាំងសមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍យកអ្នករបួសទៅកាន់មន្ទីរពេទ្យដូច្នេះយើងគ្រប់គ្នាត្រូវប្រុងប្រយ័ត្នជានិច្ចនិងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួននៅពេលធ្វើដំណើរ